សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នានៅពេលនេះខ្ញុំសូមធ្វើបច្ចុប្បន្នភាពមួយពាក់ព័ន្ធជាមួយនឹងសេចក្តីប្រកាសរបស់អ្នកនាំពាក្យរងនៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺលោក Tommy Pickett នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក Tommy Pickett ដែលចេញនៅថ្ងៃប្រហ័សទី25ខែធ្នូឆ្នាំ2025នេះបានបញ្ជាក់ឲ្យដឹងថាលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកលោក Marco Rubio បានសន្ទនាគ្នាជាមួយនឹងនាយករដ្ឋមន្ត្រីកម្ពុជាគឺលោកហ៊ុនម៉ាណែតដើម្បីសម្ដែងនៅការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីអំពើហិង្សាដែលនៅតែបន្តកើតមានឡើងរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃនៅក្នុងពេលសន្ទនាគ្នានោះគឺលោករដ្ឋមន្ត្រី Rubio បានបញ្ជាក់ឡើងវិញនៅគោលបំណងសេចក្តីប៉ងប្រាថ្នារបស់លោកប្រធានាធិបតី Donald Trump ចង់ឲ្យមានសន្តិភាពហើយនិងសេចក្តីត្រូវការឲ្យអនុវត្តឲ្យបានពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានបន្ថែមទៀតថានៅក្នុងការសន្ទនាគ្នានោះគឺលោករដ្ឋមន្ត្រី Rubio ក៏បានបញ្ជាក់បន្ថែមជាថ្មីផងដែរនៅការត្រៀមរៀបចំខ្លួនរបស់សហរដ្ឋអាមេរិកនៅក្នុងការសម្របសម្រួលឲ្យមានការពិភាក្សាគ្នាដើម្បីធានាឲ្យបានសន្តិភាពនិងស្ថិរភាពរវាងកម្ពុជានិងប្រទេសថៃដោយឡែកនៅក្នុងសារដែលបង្ហោះតាមបណ្ដាញសង្គម Facebook របស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោកបានបញ្ជាក់ថានាយប់ថ្ងៃទី25ធ្នូឆ្នាំ2025លោកក៏បានពិភាក្សាតាមទូរស័ព្ទជាមួយនឹងលោក Marco Rubio រដ្ឋមន្ត្រីនៃក្រសួងការបរទេសសហរដ្ឋអាមេរិកដែរដូច្នេះបានន័យថាភាគីកម្ពុជាក៏បានបញ្ជាក់ថាការសន្ទនាតាមទូរស័ព្ទនេះពិតជាកើតមានឡើងហើយលោកហ៊ុនម៉ាណែតបានបញ្ជាក់ថាការពិភាក្សាគ្នានេះគឺអំពីការវិវត្តសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងគោលបំណងជំរុញឲ្យមានបទច្បាញ់ឲ្យបានឆាប់រហ័សនឹងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជានិងថៃដូច្នេះកម្ពុជាបង្ហាញនៅចេតនាចង់បានបទច្បាញ់គ្នាឲ្យបានឆាប់រហ័សហើយលោកហ៊ុនម៉ាណែតបានបញ្ជាក់ថានៅក្នុងអំឡុងពេលនៃការសន្ទនាគ្នាតាមទូរស័ព្ទនោះគឺលោក Rubio បានគូបញ្ជាក់ចំហយ៉ាងច្បាស់លាស់ថាសហរដ្ឋអាមេរិកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃនិងខិតខំជំរុញឲ្យមានបទច្បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទនេះគឺជាអ្វីដែលលោកហ៊ុនម៉ាណែតបានបញ្ជាក់ហើយនៅទីបញ្ចប់នៃសារដែលលោកបានបញ្ជាក់នោះលោកបានថ្លែងថាលោកបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការអនុវត្តតាមស្មារតីសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរហើយកម្ពុជាសង្ឃឹមថាភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមានបាទនេះគឺជាសាររបស់លោកហ៊ុនម៉ាណែតហើយមុននេះខ្ញុំបានជម្រាបអំពីសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកហើយព័ត៌មាននេះក៏ត្រូវបានសារព័ត៌មាន Bloomberg យកមកចុះផ្សាយផងដែរខ្ញុំនេះសូមជូនខ្លីទេជាសេចក្តីរាយការណ៍របស់ Cambodianes ហ្នឹងគឺគាត់ដកស្រង់ពីប្រភពពីខាង UNICEF បាទ UNICEF ហ្នឹងគឺគាត់បានប្រធាន UNICEF នៅកម្ពុជាហ្នឹងគាត់បានព្រមានឲ្យដឹងអំពីផលប៉ះពាល់ទៅលើខាងវិបត្តិមនុស្សធម៌បើសិនជាចំនួននេះនៅបន្តអូសបន្លាយទៀតគឺលោកតំណាងរបស់អង្គការ UNICEF ប្រចាំនៅកម្ពុជាគឺលោក Will Park បាននិយាយថាឥឡូវនេះគឺមានប្រជាពលរដ្ឋជាង60,000 នាក់ណា60,000 នាក់ហើយដែលភាសកមកតាមតំបន់នានាអញ្ចឹងស្ថានភាពនៅកន្លែងជំរុំភាសកហ្នឹងគឺបាទមានបញ្ហាពីរឿងទឹកអនាម័យមកទឹកទទួលទានណាទឹកប្រើប្រាស់ហ្នឹងអនាម័យហ្នឹងគឺមានបញ្ហាកន្លែងហ្នឹងបាទហើយដូច្នេះវាអាចនឹងប៉ះពាល់ទៅដល់សុខភាពអ្នកដែលភាសកហ្នឹងគឺមានជំងឺមានអីហ្នឹងបាទដែលរួមមានជំងឺរាគរូសអីជំងឺផ្លូវដង្ហើមបាទហើយនឹងការប៉ះពាល់ទៅដល់ការមិនអាចចាក់វ៉ាក់សាំងទៅដល់កុមារអីជាដើមដែលត្រូវការសេវានេះជាចាំបាច់ហ្នឹងអញ្ចឹងសារព័ត៌មានបានរាយការណ៍ច្រើនការដែល UNICEF បានព្រមានដូចនេះគឺបានន័យថាម៉េចបានន័យថាទី1គឺរដ្ឋាភិបាលកម្ពុជាខ្លួនឯងនឹងត្រូវផ្ដល់អាទិភាពថាតើនឹងជួយដោះស្រាយបញ្ហានេះដោយរបៀបណាទី2គឺដៃគូអភិវឌ្ឍន៍នានារួមមានទាំងអង្គការសហប្រជាជាតិហ្នឹងឬក៏ប្រទេសផ្ដល់ជំនួយហ្នឹងត្រូវចាត់ចែងយ៉ាងម៉េចចំពោះជំនួយរបស់ខ្លួនហ្នឹងផ្ដល់អាទិភាពយ៉ាងណាជួយជនភាសកនឹងមួយរយៈសិនដៃគូអភិវឌ្ឍន៍នឹងរួមទាំងមានជប៉ុនមានទាំងសហរដ្ឋអាមេរិកផងដែរបាទសហរដ្ឋអាមេរិកអាចនឹងធ្វើឲ្យ
ក៏ប៉ុន្តែមិនទាន់មានព័ត៌មានយ៉ាងម៉េចពីជំនួយហ្នឹងប៉ុន្តែខ្ញុំជឿថាប្រហែលជាកំពុងតែរៀបចំដើម្បីជួយបន្ថែមទៀតជុំទី2ហ្នឹងផងដែរក្នុងពេលកន្លងមកសហរដ្ឋអាមេរិកក៏បានជួយជំនួយដែរបាទហ្នឹងចំណុចទី2ចំណុចទី3ដោយផ្ទាល់ខ្លួនខ្ញុំតែម្ដងក៏មិនមែនតែខ្ញុំម្នាក់ទេគឺមនុស្សជាច្រើនបានដឹងអំពីរឿងហ្នឹងគឺបាទគឺយើងត្រូវបើកបេះដូងបន្ថែមទៀតដើម្បីរាយអង្គាសថវិកាទៅជួយទៅដល់ជនភៀសសិកទាំងអស់នោះបាទសាកមើលខ្លួនយើងបើយើងជួបសារភាពបែបហ្នឹងយើងប៉ះពាល់អ្វីខ្លះបាទហើយរឿងនេះវាមួយរយៈពេលខ្លីយើងអាចនឹងលូកអបហៅយើងឲ្យបានជ្រៅទៀតថាតើយើងអាចនឹងច្បិចបានប្រមាណដុល្លារប្រមាណសេនទៀតយើងជួយគ្នាដើម្បីជួយជំនួយទៅពួកគាត់ផងជួយពួកគាត់ផងខ្ញុំគ្រាន់តែចង់បង្ហាញពីគំរូនៅអឺរ៉ុបពេលដែលរុស្ស៊ីចូលឈានពានអ៊ុយក្រែនហ្នឹងគឺប្រជាពលរដ្ឋអ៊ុយក្រែនភៀសខ្លួនទៅអឺរ៉ុបណាទៅបារាំងទៅអង់គ្លេសទៅប្រទេសពលលូចនៅក្បែរហ្នឹងគឺពលរដ្ឋគេនៅទីនោះគេបើកបេះដូងគេបើកទ្វារផ្ទះទទួលហ្មងអ្នកខ្លះទទួលមកគ្រួសារឲ្យស្នាក់នៅអញ្ចឹងទៅក្នុងរយៈពេលហ្នឹងបាទអញ្ចឹងខ្មែរយើងបើកាលណាយើងអាចមើលគំរូហ្នឹងបានគឺយើងអាចមានជំរឿ2ជំរឿទី1គឺការចូលរួមចំណែកវិភាគទានឲ្យគាត់អញ្ចឹងមកតែខ្ញុំឃើញធ្វើហើយទី2គឺការបើកទ្វារទទួលបើសិនជាអាចធ្វើបានឥឡូវហ្នឹងគឺព្រះសង្ឃព្រះអង្គបើកទ្វាររបងវត្តទទួលពុទ្ធបរិស័ទទាំងអស់ហ្នឹងគឺមួយហើយប៉ុន្តែបើមានគ្រួសារណាជាប់សាច់ញាតិជាប់បងប្អូនយើងអាចទទួលគាត់ឲ្យស្នាក់នៅមួយរយៈសិនទៅបាទវាលំបាកទាំងអស់គ្នាវាប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់យើងប្រកបមែនក៏ប៉ុន្តែធ្វើម៉េចគាត់នោះក៏គ្នាជួបបញ្ហាអញ្ចឹងនឹងយើងមើលគំរូនៅអង់គ្លេសនៅបារាំងនៅអឺរ៉ុបអីហ្នឹងគឺបាទគេទទួលអ្នកដែលគេមិនដែលស្គាល់តែម្ដងបាទគ្រាន់តែដាក់គេថែមទាំងដាក់ពាក្យទៀតណាបាទនៅក្នុងពេលនោះគឺខ្ញុំចាំបានគឺលោកពូឈ្មោះខ្មែរចង់ភ្លេចឈ្មោះគាត់ទេគេមើលភ្លេចឈ្មោះគាត់បានទៅបាទផ្លែតហ្នឹងទៅគាត់ខំដាក់ពាក្យដាក់អីទៅឲ្យបើកឡានយកជំនួយឲ្យទៅជួយប្រជាពលរដ្ឋអ៊ុយក្រែនហ្នឹងផងដែរអញ្ចឹងយើងអាចមើលគំរូរបស់គេហ្នឹងដែរតែការជួយតាមរបៀបបុរាណដែលគ្រាន់តែរីលុយជួយហ្នឹងបានហើយគឺយើងបានអនុវត្តជារៀងរហូតមកហើយក៏ប៉ុន្តែតាមរបៀបទំនើបសម័យថ្មីទៀតតែយើងអាចជួយទៅយកកូនក្មេងជាពិសេសក្មេងស្រីក្មេងអីតែគ្នាពេញវ័យពេញអីដែលត្រូវការកន្លែងស្នាក់នៅសមរម្យហ្នឹងយើងអាចទទួលឲ្យគាត់ស្នាក់នៅមួយរយៈសិនទៅអាចគាត់បែកពីគ្រួសារក៏ប៉ុន្តែគាត់មានកន្លែងនៅស្នាក់នៅសមរម្យសិនដើម្បីភាពថ្លៃថ្នូររបស់គាត់កុំឲ្យប៉ះពាល់ទៅដល់ជីវភាពទៅដល់ភាពថ្លៃថ្នូររបស់គាត់ហើយនឹងអារម្មណ៍របស់គាត់ខ្លាំងបាទអាចអញ្ចឹងដែរបើយើងគួរខ្ញុំគិតថាបើគួរតែពិចារណាកន្លែងហ្នឹងគួរតែពិចារណាផងដែរពីព្រោះនឹងនេះគឺជាការវិតម្លៃរបស់ UNICEF ហើយសារព័ត៌មាន Cambodia Nest ក៏បានយកមកផ្សាយអញ្ចឹងប្រិមិត្តអាចមើលកន្លែងហ្នឹងហើយយើងពិនិត្យមើលខ្លួនយើងផងដែរបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំហើយនឹងការឲ្យជាយោបល់ខ្លះបើទោះបីជាទទួលយកបានបណ្ណាឬមិនទទួលយកបានបណ្ណាសូមខន្តីអភ័យទោសណាបាទនេះជាចេតនាល្អរបស់ខ្ញុំហើយខ្ញុំនិយាយត្រង់មិនមែនខ្ញុំនិយាយតែកោបបត់តែខ្ញុំទេខ្ញុំក៏មានរៀបចំជូនដែរតែខ្ញុំគាត់ថាខ្ញុំមិនប្រកាសហើយឃើញមានអ្នកតាក់ទងមកខ្ញុំចង់ donate មកខ្ញុំដែរខ្ញុំថាខ្ញុំក៏ឲ្យទៅអ្នកដែលខ្ញុំធ្វើការជាមួយគេនោះបាទខ្ញុំមិនចង់យកវេទិកានេះរៃអង្គាសបាទឲ្យគេអ្នកផ្សេងគាត់ថាខ្ញុំថាខ្ញុំក៏បានជួយដែរជួយជាប្រចាំបងជួយជាប្រចាំជាប់តែម្ដងតាំងពីអំបុកតាំងពីបាយក្រៀមបាទរហូតដល់មានបាទបាវបច្ចុប្បន្ននេះបាទខ្ញុំអាចនិយាយបានទៀតដែរបាវខ្សាច់បាវខ្សាច់បាវដើម្បីច្រកខ្សាច់ដើម្បីពង្រឹងលេនដ្ឋានដែរពង្រឹងលេនដ្ឋានផងដែរបាទទូយ៉ាងដូចម្សិលមិញទៅតែបាទជូន 1000 បាវថែមទៅទៀតបាទអញ្ចឹងទៅបាទហើយនឹងមានបន្តទៀតដែរបាទគាត់ថាខ្ញុំមិនចង់ដើរតួជាអ្នករៃអង្គាសអីទេបាទតាមទុនធានតាមក្រុមខ្ញុំដែលអាចនឹងទៅបានគឺខ្ញុំជួយតាមនោះដែរបាទអញ្ចឹងហើយបានជាយើងអាចដឹងស្ថានភាពខ្លះដែរបាទអញ្ចឹងសូមចូលរួមចំណាយប៉ុណ្ណឹងអញ្ចឹងប្រិមិត្តអាចពិនិត្យមើលខ្លួនឯងទៅអង្គការមនុស្សធម៌ណានៅក្បែរខ្លួនហើយក្នុងផ្ទះយើងបើតាផ្ទះធំហើយគឺអាចនឹងបើកទទួលកុមារជាពិសេសខ្ញុំបារម្ភខ្លាំងទៅលើកុមារដែលគ្នាវ័យជំទង់អីហ្នឹងស្ត្រីហ្នឹងគឺគ្នាមានផលប៉ះពាល់ហ្នឹងអាចនឹងទទួលគាត់ឲ្យស្នាក់នៅមួយរយៈសិនតម្រាំតែរឿងនេះផុតនឹងគឺអាចនឹងខ្លាយទៅជាចំណងមិត្តភាពរាប់អានបងប្អូនទៅថ្ងៃអនាគតក៏មានផងដែរបាទដូចជានៅករណីនៅអ៊ីស្រាអែលរឿងល្អសាច់នៅអ៊ីស្រាអែលមួយចាស់បញ្ចប់ដោយចែករឿងមួយពីរឿងមនុស្សធម៌
កាលពីអ៊ីស្រាអែលមានក្រោយពីសង្គ្រាមលោកលើកទី2ហ្នឹងគឺគេដេញអ៊ីស្រាអែលចេញទៅច្រើនហ្នឹងគ្រួសារមួយនៅអ៊ុយក្រែនបាទគ្រួសារមួយអ៊ុយក្រែនទទួលយកជនភៀសសឹកហ្នឹងបើជនភៀសខ្លួនមកកន្លងជនភៀសខ្លួនហើយជនភៀសខ្លួនហ្នឹងទៅដល់ហ្នឹងទៅស្នាក់នៅគ្រួសារគាត់ហ្នឹងបាទហើយក៏ពេលចប់ទៅអ៊ីស្រាអែលគាត់បានសន្តិភាពទៅបានចេញជាប្រទេសទៅក៏ត្រឡប់មកវិញបាទត្រឡប់មកវិញទៅអ្នកណាទៅនឹកឃើញថា50ឆ្នាំក្រោយបើជាង50ឆ្នាំក្រោយចៅរបស់អ្នកដែលទទួលគ្រួសារអ៊ីស្រាអែលហ្នឹងចៅរបស់អ្នកទទួលគ្រួសារអ៊ីស្រាអែលហ្នឹងបែរជាខ្លាយទៅជាជនភៀសខ្លួនវិញនៅពេលដែលរុស្ស៊ីចូលមកឈ្លានពានហើយគាត់ក៏ត្រឡប់មកស្នាក់នៅជាមួយអ្នកនោះចៅជំនាន់ក្រោយនៅអ៊ីស្រាអែលវិញឃើញទេបាទរាប់អានគ្នាតាំងពីយាយនឹងមកបន្តមកកូនមករាប់អានគ្នាធ្វើមិនបានជួយក្នុងគ្រាអាសន្នដែលអ៊ីស្រាអែលភៀសខ្លួនទៅអ៊ុយក្រែនតែដល់ពេលមានរឿងជាមួយអ៊ុយក្រែនណាទៅនឹកឃើញថារឿងអ៊ុយក្រែនជួបរឿងចឹងគាត់បានអ្នកនឹងស្គាល់គ្នារត់មកអ៊ីស្រាអែលវិញស្នាក់នៅផ្ទះគេទៅជួនកាលមិត្តភាពវាកើតឡើងដោយការបើកបេះដូងមនុស្សធម៌យើងចឹងណា it's a lifetime ដូច្នេះមិនមែនតែមួយជីវិតគាត់រហូតដល់ដល់ចៅគាត់ទៀតបាទចឹងសូមអរគុណប្រិយមិត្តទាំងអស់គ្នាបាទសូមអូថ្ងៃនេះល្ងាចនេះគឺនៅផ្សាយកម្មវិធីព័ត៌មានអាមេរិកនេះពីព្រោះកម្មវិធីជប់លៀងលើកពេលបន្តិចបាទបើជាស្អែកបានអត់បានផ្សាយបាទចឹងសូមអរគុណសូមជម្រាបលា